សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលស្រឡាញ់ចូលចិត្តការចិញ្ចឹមត្រីក្រឹមក៏ដូចជាត្រីលំអផ្សេងវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំធ្វើការ review បាទតាក់ទងជាមួយនឹងកន្លែងត្រីក្រឹមអញ្ចឹងបងប្អូនអាចឃើញហើយបាទមើលទៅវារៀងរញ៉េរញ៉ៃតិចហើយនេះគឺខាងមុខបាទខាងមុខបន្ទប់ត្រីបាទខាងមុខបន្ទប់ត្រីហើយមុនហ្នឹងគឺខ្ញុំធ្វើការលាងបាទលាងកែវក៏ដូចជាដាក់ត្រីថ្មីបងប្អូនបាទនេះនៅសល់នេះបន្តិចនៅខាងនោះបន្តិចទៀតហើយបងប្អូនអាចឃើញនេះគឺជាស្លឹកឆាត់បាទស្លឹកឆាត់ខ្ញុំសម្រាប់ដាក់ក្នុងកែវត្រីហើយនេះគឺជាអំបិលក្រួសហើយនៅក្នុងបាទបន្ទប់ត្រីនេះគឺមានទូបាទមានទូឈើហើយនឹងទូដែកក៏ដូចជាមានកែវត្រីបាទកែវត្រីមានកែវបាទ5លីក៏ដូចជាមានកែវ3លីបាទនេះប្រភេទ5លីបងប្អូនហើយនេះគឺប្រភេទ3លីហើយនេះព្រៃកាត់បាទព្រៃកាត់ត្រៀមធ្វើការបង្កាត់ខាងក្រោមនេះគឺខ្ញុំធ្វើការបង្កាត់ហើយញ៉ោហើយបាទនេះញ៉ោហើយនេះក៏ញ៉ោហើយបាទនេះក៏ញ៉ោហើយបាទកន្លែងនេះក៏ញ៉ោហើយបាទកន្លែងនេះទៅញ៉ោថ្ងៃហ្នឹងទេបាទកន្លែងនេះអត់ទាន់បានពងទេចំណែកខាងលើនេះវិញបងប្អូនទាំងអស់គ្នាបាទនេះអ៊ីមលីសបាទអ៊ីមលីសក្បាលសបុកតម្រើសបានមួយបាទឃើញមួយរៀងធំជាងគេក៏យកមកបំពន់វាសិនអានេះអេសានមកពណ៌ទឹកប៊ិចបងប្អូនទាំងអស់គ្នាបាទនេះគឺពណ៌ទឹកប៊ិចបាទនេះក៏ពណ៌ទឹកប៊ិចដែរគ្រាន់ថាខ្ញុំទៅធ្វើការដូរទឹកចឹងទៅវាស្លេកបងប្អូនអានេះមេបាទនេះមេអានេះឈ្មោលបាទនេះមេចឹងនេះទៅដាក់ថ្មីនេះពួកថៃម៉ាឡេបងប្អូនបាទនេះសេរីថៃម៉ាឡេបាទនេះគឺខាំហើយបងប្អូនបាទប៉ុន្តែក្របនេះគឺតុកធ្វើបាបាទនេះសេរីបាមិនតុកពូជទេបាទឃើញពូជហ្នឹងវាខាំល្អបាទខាំល្អចឹងខ្ញុំតុកបាទតុកវាធ្វើពូជតុកវាប្រកាត់មកសបុកពីសបុកសិននេះហើយត្រីនេះទៅតែធ្វើការឡើងកែវម្សិលមិញទេបងប្អូនម៉ាឡេថៃមកត្រីចាស់ចំណែកខាងក្រោមនេះពូព្រៃថៃបងប្អូនបាទព្រៃថៃយកមកបាន2គូដែរតែទៅតឡើងកែវដូចបងប្អូនបានឃើញចឹងបាទស្លេកកាំងហើយពួកនេះបាទពួកមហាឆៃកាត់អេលៀនបាទនេះបងប្អូនមហាឆៃកាត់អេលៀនបាទពួកនេះស្អាតតែពណ៌សេរីហ្នឹងវាមានតូចមានធំចឹងបងប្អូនអានេះពណ៌ទឹកប៊ិចរៀងល្ងិតបន្តិចហើយបងប្អូនដោយសារទូរស័ព្ទនេះគឺវាដាច់ flash បាត់ហើយបាទដាច់ flash បាត់ហើយនេះពណ៌សេរីពណ៌ទឹកប៊ិចមកខាងក្រោមនេះមានពណ៌ទឹកប៊ិចមានពណ៌បៃតងនេះពណ៌ទឹកប៊ិចបាទខាងនេះពណ៌អេលៀនបាទនេះបងប្អូនស្អាតណាស់នេះបាទស្រឡាញ់ថងវាអួតបាទនេះអេលៀនមហាឆៃបាទច្រឡំមាត់បាទជាប់មាត់អេលៀននេះពួកមហាឆៃបាទមហាឆៃសតបងប្អូនហើយមេវាគឺខ្ញុំដងបានតែ4គ្រាប់ទេបាទមេមហាឆៃនេះឡើងកែវនេះឡើងកែវបាន5គ្រាប់មកក្រោមនេះបាទពួកមហាឆៃអេលៀនដែរអញ្ចឹងកន្លែងនេះអត់ទាន់បានរៀបថ្មីទេបងប្អូននេះបាទអត់ទាន់បានដាក់ត្រីថ្មីចូលទេបាទអត់ទាន់បានដាក់ត្រីថ្មីទេអានេះតាមតារៀបកន្លែងនេះក៏អញ្ចឹងដែរបាទអត់ទាន់បានដាក់ចូលដូចគ្នាអញ្ចឹងបងប្អូនមើលទៅឃើញចន្លោះច្រើន
បាទបងប្អូនចឹងវីដេអូនេះមានប៉ុណ្ណឹងទេបាទជួបខ្ញុំវីដេអូបន្តនៅពេលក្រោយទៀតបាទអរគុណអ្នកទាំងអស់គ្នា